ខ្ញុំរតនាសូមគ្រប់ជំរាបសួរលោកអ្នកដែលកំពុងទស្សនាការផ្សាយផ្ទាល់ព័ត៌មានប្រចាំថ្ងៃរបស់ Visu Veritas AC ចាប់ផ្ដើមព័ត៌មាននៅថ្ងៃនេះស្ដីអំពីសន្តិអាសនៈសូមឲ្យគ្រីស្ទបរិស័ទកុំភ្លេចអ្នករកសមុទ្រលោក Cardinal Michael Seni អ្នកទទួលខុសត្រូវក្រសួងលើកកម្ពស់ការអភិវឌ្ឍមនុស្សជាតិនៃសន្តិអាសនៈបានស្នើសុំឲ្យគ្រីស្ទបរិស័ទកុំភ្លេចអ្នកដែលរកសមុទ្រនិងគុណតម្លៃនៃសមុទ្រVatican News បានរាយការណ៍ថាលោក Cardinal មានប្រសាសន៍ថាសមុទ្រជាប្រភពនៃក្តីសង្ឃឹមហើយអ្នករករឬក៏ដាវសមុទ្រទាំងអស់ខ្សិតសឹងតែជាអ្នកបន្តការតភ្ជាប់របស់មនុស្សទៅនឹងក្តីសង្ឃឹមនានាជាមួយនឹងធនធាននៅក្នុងសមុទ្រលោក Cardinal បានលើកឡើងថាសមុទ្រជាប្រភពនៃសេដ្ឋកិច្ចមិនចេះរីងស្ងួតដូច្នេះសូមប្រើប្រាស់ធនធាននៅក្នុងសមុទ្រប្រកបដោយសេចក្តីថ្លៃថ្នូរនិងទំនួលខុសត្រូវលោក Cardinal បានមានប្រសាសន៍ទៀតថានៅពេលនេះសមុទ្របានកំពុងតែដង្ហែហៅឲ្យយើងប្រែចិត្តគំនិតដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសមុទ្រជាបរិយាកាសខាងរូបកាយនិងខាងវិញ្ញាណជាពិសេសគឺជាប្រភពនៃជីវិត